នឹងឯ brother ខ្ញុំធ្វើវីដេអូរៀន brother ទៅស្រួលឥឡូវយើងត្រូវ download កម្មវិធីមួយឈ្មោះថា Ad Manager នេះហ៎អញ្ចឹងកម្មវិធីដែលខ្ញុំដាក់នៅខាងលើនេះហ្នឹងអញ្ចឹងឈ្មោះថា Ad Manager យើងត្រូវចូលកម្មវិធីហ្នឹងមកតទៅយើងចូលកម្មវិធីហ្នឹងវាចេញមកចេះអញ្ចឹងវាចេញមកចេះអានេះ account របស់ brother អញ្ចឹងវាចេញមកអញ្ចឹងឧទាហរណ៍ថាយើងចង់កែប៊ូមួយណានៅក្នុងនោះវាមានទិន្នន័យដូចនៅក្នុងនេះវាដាក់00ចានេះវាដើរតែវាអត់កាត់លុយនេះប្រហែលជាប៊ូខុសអីដូចខ្ញុំប្រាប់ផឹកមិញអញ្ចឹងអានេះដែលខ្ញុំ testing ទៅឃើញថាវាដើរអញ្ចឹងហើយអានេះអាទី3នេះ brother ទៅប៊ូមុនហ្នឹងអញ្ចឹងអ្វីដែល brother ត្រូវបើ brother ចង់កែអានេះ brother គ្រាន់តែចុច select លើវាមួយមកហើយនេះកន្លែងនេះ brother ចុចយកនេះឬក៏អាហ្នឹងក៏បានឬក៏ចុចកន្លែងពាក្យ show more ខាងក្រោមនេះក៏បានដែរអញ្ចឹងនៅក្នុងហ្នឹងអាកន្លែងនេះកន្លែងយើងកែលុយឧទាហរណ៍ថានេះមួយថ្ងៃ$2អញ្ចឹង brother ចង់ដាក់មួយថ្ងៃ$5 brother ដាក់មួយថ្ងៃ$5អញ្ចឹងទៅហើយតោះមកយើងចុច public មកអញ្ចឹងអាហ្នឹងវានឹងមួយថ្ងៃ$5ហើយកន្លែងនេះថ្ងៃនេះ brother ខ្ញុំអត់បានដាក់ថ្ងៃបញ្ចប់ទេបើយើងចង់ដាក់ថ្ងៃបញ្ចប់យើងបើកអានេះមកនេះបើកអានេះមកឧទាហរណ៍ប៊ូហ្នឹងយើងចង់ដាក់តាប្រហែលថ្ងៃយើងចង់ដាក់ថ្ងៃទី13ដាក់ថ្ងៃទី18ម៉ោងប្រហែលឲ្យវាចប់ម៉ោង10យប់ឲ្យវាចប់អញ្ចឹងប៉ុណ្ណឹងម៉ោង10យប់ឲ្យវាចប់ហើយតែបើយើងគិតយើងខ្ជិលសេរីវាព្រោះយើងអត់មានពេលចូលមើលទេយើងដាក់ឲ្យវារ៉ាន់រហូតអញ្ចឹងដាក់រ៉ាន់ឲ្យវារហូតយើងបិទកន្លែងនេះវិញមកអញ្ចឹងយើងបិទវាអញ្ចឹងមក public មកអញ្ចឹងកន្លែងនេះយើងដាក់ឲ្យវារ៉ាន់រហូតដែរប៉ុណ្ណឹងហើយកន្លែងនេះកន្លែងកែ target audience ហ្នឹង brother ដឹងហើយអញ្ចឹងបើ brother ត្រូវការកែអីចុច edit វាមកយើងចង់បន្ថែម target audience បន្ថែមអីវានៅក្នុងហ្នឹងទាំងអស់ពីអាយុប៉ុន្មានដល់អាយុប៉ុន្មានអីវានៅក្នុងហ្នឹងទាំងអស់អញ្ចឹងនេះអញ្ចឹង brother អាចចុចពាក្យ edit ហើយយើងអាចបន្ថែមបន្ថយវាតាមហ្នឹងបានអញ្ចឹងតកតងនឹងការប៊ូសវាមានប៉ុណ្ណឹង